ជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទម្ដងទៀតហើយដែលខ្ញុំមានប្រធានបទមួយនិយាយអំពីការធ្វើខ្លួនឯងឲ្យរវល់ឬរឿងមានប្រយោជន៍ការធ្វើខ្លួនឯងឲ្យរវល់នេះគឺជារឿងសំខាន់ចាំបាច់បំផុតមួយនៅក្នុងជីវិតយើងដើម្បីឈានទៅរកការសម្រេចនៅគោលដៅនៅក្នុងជីវិតឬក៏ផែនការដែលយើងបានគិតទុកនៅក្នុងពេលអនាគតផងដែរការរវល់លើរឿងមានប្រយោជន៍វាធ្វើឲ្យជីវិតរបស់យើងរស់នៅមានន័យស្រកជីវិតយើងស្រស់បំព្រងរស់នៅក្នុងភាពភ្លឺស្វាងក្នុងពេលបច្ចុប្បន្ននេះផងនិងនៅក្នុងពេលអនាគតនោះផងការចំណាយពេលលើរឿងមានប្រយោជន៍វាជាការចំណាយពេលនឹងការរៀបចំដំណើរជីវិតឲ្យល្អប្រសើរក្នុងពេលអនាគតនិងក្នុងពេលបច្ចុប្បន្នហេតុនេះយើងត្រូវធ្វើខ្លួនយើងឲ្យរវល់រហូតដែលយើងគ្មានពេលនឹងការនិយាយដើមអ្នកដទៃប៉ុន្តែយើងត្រូវរវល់ទៅក្នុងដំណើរការនៃរឿងណាដែលមានប្រយោជន៍តែប៉ុណ្ណោះយើងអាចថាជាការមានប្រយោជន៍សម្រាប់ខ្លួនឯងហើយវាជាការមានប្រយោជន៍សម្រាប់សង្គមជាតិទាំងមូលក៏ថាបាននៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅរឿងពីរដែលយើងគួរធ្វើដែលខ្ញុំគិតថាវាជារឿងមានប្រយោជន៍នៅក្នុងដំណើរជីវិតនៃការរស់នៅរបស់យើងរឿងទី1គឺយើងត្រូវចំណាយពេលឲ្យរវល់លើការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរឿងទី2គឺយើងត្រូវចំណាយពេលឲ្យរវល់លើការងារឬក៏មុខរបរចិញ្ចឹមជីវិតចំណុចទី1ការអភិវឌ្ឍសមត្ថភាពខ្លួនឯងការអភិវឌ្ឍសមត្ថភាពនេះគឺជារឿងសំខាន់ចាំបាច់ណាស់ព្រោះថាសមត្ថភាពគឺជាអាវុធមួយដ៏សំខាន់នឹងការកាប់ឆ្ការនៅរាល់ឧបសគ្គនៅក្នុងជីវិតការអភិវឌ្ឍសមត្ថភាពនេះគឺជារឿងមួយដែលយើងអាចដើរទៅកាន់គោលដៅរបស់យើងដោយមិនញញើតដោយរឹងមាំដោយជឿជាក់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសម័យកាលបច្ចុប្បន្ននេះគឺជាសម័យកាល AI ជាសម័យកាលឧស្សាហកម្មជាសម័យកាលបញ្ញាសិប្បនិម្មិតហេតុនេះយើងត្រូវតែចំណាយពេលឲ្យបានច្រើននឹងការរៀនសូត្រនិងការសម្របខ្លួនទៅតាមនិន្នាការពិភពលោកទៅតាមនិន្នាការនៃបញ្ញាសិប្បនិម្មិតបើសិនបើយើងអត់ចេះទេឬបើសិនបើយើងមិនចំណាយពេលទៅលើរឿងរៀនសូត្រអភិវឌ្ឍសមត្ថភាពទាំងអស់នោះទេយើងពិបាកនឹងការដើរទាន់គេណាស់ហើយយើងពិបាកនឹងការសម្រេចបាននៅគោលដៅរបស់យើងណាស់ការសម្រេចបាននៅគោលដៅណាមួយនៅក្នុងជីវិតឬក៏ផែនការណាមួយក្នុងពេលអនាគតគឺវាទាមទារសមត្ថភាពខ្ញុំចាត់ទុកថាជាកត្តាទី1នៅក្នុងដំណើរជីវិតនៃការរស់នៅបើសិនជាយើងខ្វះសមត្ថភាពគឺយើងពិបាកនៅក្នុងការទទួលបាននៅលទ្ធផលល្អប្រសើរនៅក្នុងជីវិតអ្នកខ្លះលុយគេឲ្យចំពោះមុខលុយគេដាក់នៅមុខហើយប៉ុន្តែយើងយកអត់បានដោយសារអីដោយសារតែយើងខ្វះសមត្ថភាពដោយសារតែយើងអត់មានសមត្ថភាពក្នុងការទៅយកវាប៉ុន្តែបើសិនជាយើងមានសមត្ថភាពគ្មានបញ្ហាលុយនៅកន្លែងណាក៏យើងក៏វាហោះមកចូលកង់យើងបានដែរក៏វារត់មករកយើងបានដែរដោយសារអីដោយសារតែយើងចេះពិតប្រាកដដោយសារតែយើងមានសមត្ថភាពពិតប្រាកដដោយលោកតាក្រមងុយគាត់បាននិយាយថាបើចេះពិតប្រាកដប្រាក់រត់តាមហៅអាហ្នឹងវាជារឿងពិតអញ្ចឹងសមត្ថភាពពិតប្រាកដលុយនៅកន្លែងណាក៏វារត់មករកយើងដែរលុយវាស្រឡាញ់អ្នកដែលមានសមត្ថភាពលុយវាស្រោបទាញអ្នកដែលមានសមត្ថភាពដែលអាចទៅយកវាបានវាអាចរត់មករកអ្នកណាមួយដែលខ្វះសមត្ថភាពឬក៏អ្នកខ្ជិលច្រអូសនោះឡើយហេតុនឹងហើយនៅក្នុងការរស់នៅរបស់យើងត្រូវធ្វើខ្លួនឲ្យរវល់ជាប្រចាំថ្ងៃរវល់លើរឿងដែលមានប្រយោជន៍កាលណាដែលយើងចំណាយពេលលើរឿងដែលមានប្រយោជន៍កាលណាដែលយើងរវល់ជាប្រចាំថ្ងៃលើរឿងដែលមានប្រយោជន៍វានឹងคล้ายទៅជាទម្លាប់មួយដ៏ល្អនៅក្នុងការរស់នៅហើយអាទម្លាប់ដ៏ល្អហ្នឹងឯងដែលវាជួយចាត់ចែងវាសនាយើងឲ្យទៅកាន់ទីកន្លែងមួយដ៏ល្អប្រសើរណាហើយពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពនេះទៀតសោះតើយើងអភិវឌ្ឍរបៀបម៉េចសម័យនេះងាយស្រួលទេពុកម៉ែបងប្អូនទាំងអស់គ្នាអភិវឌ្ឍសមត្ថភាពតាមរយៈការចូលសាលាតាមរយៈការអានសៀវភៅតាមរយៈការស្ដាប់វីដេអូល្អៗតាមរយៈការសេពគប់អ្នកចេះដឹងតាមរយៈការចូលរួមនៅសិក្ខាសាលាគេចែករំលែកនៅចំណេះដឹង
ឬក៏បងប្អូនទាំងអស់គ្នាតាមរយៈការស្រាវជ្រាវឬតាមព័ត៌មានផ្សេងមិនតាមអ៊ីនធឺណិតតាម website យើងចំណាយពេលទៅលើរឿងហ្នឹងទៅមួយថ្ងៃតែ 1% សមត្ថភាពរបស់យើងកើនតែ 1% ក្នុងមួយថ្ងៃក៏មួយឆ្នាំឃើញយើងកើនប្រមាណ 300% ជាងបាទអញ្ចឹងសួរថាសមត្ថភាពយើងមិនកាន់តែខ្លាំងកាន់តែល្អប្រសើរហើយពេលនោះការរស់នៅរបស់យើងមិនកាន់តែល្អប្រសើរដែរអញ្ចឹងយើងចំណាយពេលឲ្យរវល់ទៅលើរឿងអស់ទៅហ្នឹងជាពិសេសចំណាយពេលទៅលើរឿងដែលមានប្រយោជន៍ដូចជាការអានសៀវភៅអានសៀវភៅជារឿងសំខាន់ណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកល្បីអ្នកជោគជ័យធំនៅក្នុងពិភពលោកនេះឬក៏មហាសេដ្ឋីធំនៅក្នុងពិភពលោកសតតែជាអ្នកដែលចូលចិត្តអានសៀវភៅករណីដូចជា Bill Gates សតជាកំពូលមនុស្សដែលចូលចិត្តអានសៀវភៅហើយករណីដូច Elon Musk ក៏សតជាមនុស្សដែលកំពូលអានសៀវភៅហើយករណីដូចប្រធានាធិបតីសហរដ្ឋអាមេរិក Abraham Lincoln ដោយសារតែការអានសៀវភៅប្រវត្តិដែលអាចធ្វើឲ្យគាត់ក្លាយទៅជាអ្នកចេះដឹងរហូតដល់បានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកអញ្ចឹងមានន័យថាការអភិវឌ្ឍសមត្ថភាពវាជារឿងមួយដែលផ្ដើមចេញពីខ្លួនឯងការប្រឹងប្រែងដោយខ្លួនឯងការចំណាយទៅលើរឿងដែលមានប្រយោជន៍ដែលយើងត្រូវគិតថារឿងហ្នឹងមានប្រយោជន៍សម្រាប់យើងបើយើងចំណាយពេលវេលាកុំចំណាយពេលវេលាខ្ជិះខ្ជាយយើងត្រូវធ្វើខ្លួនយើងឲ្យរវល់ជាប់ជាប្រចាំតែលើរឿងមានប្រយោជន៍បានហើយពេលដែលយើងចំណាយពេលលើរឿងមានប្រយោជន៍បន្តិចម្ដងអានឹងវានឹងក្លាយទៅជាទម្លាប់មួយដែលយើងអត់ចេះធុញទ្រាន់នឹងការធ្វើវានោះទេគឺវាคล้ายតែជារឿងមួយដែលយើងញៀនញ៉ាំនឹងការធ្វើនៅសកម្មភាពដែលមានប្រយោជន៍ឬរវល់ទៅក្នុងរឿងដែលមានប្រយោជន៍នៅក្នុងដំណើរការនៃការរវល់គឺយើងរីករាយនៅក្នុងការងារនឹងតែម្ដងគឺយើងមានន័យថាយើងងប់ងល់នៅក្នុងការអភិវឌ្ឍខ្លួនឯងកាលណាមនុស្សប្រភេទហ្នឹងងាយនឹងការសម្រេចគោលដៅខ្លួនឯងហើយរៀនអីក៏បានចង់ចេះអីយើងត្រូវស្រាវជ្រាវនឹងចំណាយពេលលើរឿងហ្នឹងព្រោះសម័យហ្នឹងងាយស្រួលគឺជាសម័យដែល Wi-Fi ក៏មាន 4G ក៏មានអ៊ីនធឺណិតមានគ្រប់ទីកន្លែងសំខាន់នៅលើយើងតែយើងចំណាយពេលនឹងការអភិវឌ្ឍសមត្ថភាពបានប្រមាណភាគរយក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏ 1% ដែរបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នារវល់ច្រើនឬក៏គិតថាមានការងារផ្សេងច្រើនដែលត្រូវធ្វើអាហ្នឹងពាក់ព័ន្ធនឹងកិច្ចការទី1គឺការចំណាយពេលធ្វើខ្លួនឲ្យរវល់លើការអភិវឌ្ឍសមត្ថភាពខ្លួនឯងអភិវឌ្ឍសមត្ថភាពជាមនុស្សដែលមានចំណេះជំនាញពិតប្រាកដក្នុងការរស់នៅនិងការប្រកបការងារហើយចំណុចទី2គឺការធ្វើខ្លួនឲ្យរវល់លើការប្រកបការងារនៅមុខរបរចិញ្ចឹមជីវិតយើងត្រូវចំណាយពេលគិតតែរឿងមានប្រយោជន៍បានហើយពុកម៉ែបងប្អូនទាំងអស់គ្នាយើងត្រូវចំណាយពេលបើធ្វើការងារប្រឹងប្រែងធ្វើការងាររកលុយរកកាក់ចិញ្ចឹមជីវិតចិញ្ចឹមក្រុមគ្រួសារចិញ្ចឹមឪពុកម្ដាយចិញ្ចឹមកូនមុខរបរយើងត្រូវចំណាយពេលនឹងការគិតគូរពង្រឹងនៅមុខរបរការរកស៊ីរបស់យើងចំណាយពេលផ្ដោតទៅលើមុខរបរនឹងឲ្យបានច្រើនចំណាយពេលពង្រឹងនៅមុខរបររបស់យើងឬក៏ចំណាយពេលនឹងការតាមដានជីវិតរបស់យើងឲ្យបានច្រើនរវល់នឹងការតាមដានជីវិតរបស់ខ្លួនឯងរវល់នឹងការរកលុយសម្រាប់ខ្លួនឯងឲ្យបានច្រើនជាងការរវល់តាមដានជីវិតរបស់អ្នកដទៃរវល់នឹងការនិយាយដើមអ្នកដទៃការរវល់ទាំងពីរហ្នឹងគឺសត្វតែជារឿងមួយដ៏មានប្រយោជន៍សត្វតែជាធាតុផ្សំដ៏សំខាន់មួយនៅក្នុងជីវិតរបស់យើងត្រូវចេះតាមដានជីវិតរបស់យើងត្រូវចេះតាមដានស្ថានភាពរបស់យើងឲ្យបានច្រើនជាងការយកពេលវេលាទៅតាមដានជីវិតអ្នកដទៃតាមដានរឿងអ្នកដទៃឬក៏តាមដានគេនិយាយដើមគ្នាសម័យបច្ចុប្បន្ននេះពុកម៉ែបងប្អូនទាំងអស់គ្នាសង្កេតឃើញច្រើនអ្នកខ្លះចូលចិត្តយកពេលវេលារវល់ទៅលើការអូស Facebook មើលការនិយាយដើមគ្នាការជេរបចោលគ្នាការឆ្លោះគ្នាហែកហួរគ្នានៅតាមបណ្ដាញសង្គម Facebook សួរតែរឿងនេះមានប្រយោជន៍សម្រាប់ខ្លួនឯងអត់វាគ្មានប្រយោជន៍នោះទេវាខាតទាំងពេលវេលាហើយវាអស់ទាំងលុយបញ្ចូលទូរស័ព្ទហើយវាប៉ះពាល់ទាំងសតិអារម្មណ៍ខ្លួនឯងទៀតអញ្ចឹងយើងគួរតែបោះបង់រឿងអត់ប្រយោជន៍ទាំងអស់ហ្នឹងគួរតែធ្វើខ្លួនឯងឲ្យរវល់ទៅលើការងាររកចំណូលការងាររកស៊ីធ្វើមិនគិតថាមិនអញថ្ងៃនេះគួរធ្វើអី
បើមានការងារធ្វើហើយទៅប្រឹងប្រែងធ្វើវាធ្វើម៉េចឲ្យវាបង្កើតភពចំណូលឲ្យបានច្រើនចោលសម្រាប់ខ្លួនឯងទៅម៉េចប្រឹងរកលុយឲ្យវាចូលកង់ធនាគារឲ្យបានច្រើនឲ្យចូលកក់ហោប៉ៅឲ្យបានច្រើនយកលុយមកចិញ្ចឹមជីវិតខ្លួនឯងឲ្យល្អប្រសើរចិញ្ចឹមគ្រួសារកូនឲ្យរៀនសូត្រនៅក្នុងសាលាដែលល្អឲ្យគាត់មានអនាគតល្អតាមរយៈការប្រឹងប្រែងរបស់យើងតាមរយៈភាពរវល់លើរឿងមានប្រយោជន៍របស់យើងរវល់វាជារឿងមួយដែលល្អប្រសើរហើយយើងក៏ត្រូវចេះថ្លឹងថ្លែងឲ្យបានសមស្របផងដែរថ្លឹងថ្លែងនៅក្នុងដំណើរនៃការរវល់ហ្នឹងហើយទៅធ្វើម៉េចឲ្យការរវល់នោះវាคล้ายទៅជាហ្គេមមួយដ៏រីករាយដែលយើងចូលចិត្តធ្វើកាលណាយើងចូលចិត្តធ្វើយើងស្រឡាញ់អ្វីដែលយើងកំពុងតែធ្វើហើយអត់មានស្អីដែលទប់ស្កាត់យើងបានឬក៏រារាំងយើងបានទេពុកម៉ែបងប្អូនទាំងអស់គ្នាគឺយើងនឹងធ្វើវាជាប្រចាំធ្វើវារៀងរាល់ថ្ងៃដោយមិនចាំបាច់មានអ្នកដាស់តឿននោះឡើយនឹងគឺជាការរវល់មួយដ៏ល្អគឺជាការរវល់មួយដែលមានតម្លៃបំផុតមានន័យបំផុតនៅក្នុងការរស់នៅអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាជារួមមកនៅពេលដែលយើងរវល់នៅពេលដែលយើងមិនសូវទំនេរនៅពេលដែលយើងគ្មានពេលទំនេរច្រើនយើងនឹងគ្មានពេលនិយាយដើមគេយើងនឹងបានคล้ายទៅជាមនុស្សដែលមានប្រយោជន៍យើងនឹងគ្មានពេលនឹងការរោគចៃឲ្យគ្នាយើងនឹងគិតថាពេលវេលាដើរលឿនណាស់យើងនឹងចេះចាត់ចែងពេលវេលាប្រកបដោយភាពឆ្លៀសវៃយើងនឹងចេះចាត់ចែងពេលវេលាដែលមានប្រយោជន៍យើងនឹងចេះចាត់ចែងពេលវេលាធ្វើកិច្ចការងារណាដែលសំខាន់ការងារណាដែលចាំបាច់ការងារណាដែលបន្ទាន់និងការងារណាដែលត្រូវធ្វើមុនគេហើយពេលនោះហើយអនាគតយើងនឹងកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃហេតុនេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើខ្លួនឲ្យរវល់ឲ្យបានច្រើននៅលើរឿងដែលមានប្រយោជន៍កុំចំណាយពេលនិយាយដោយពេលកុំចំណាយពេលរោគចៃឲ្យគ្នាសូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំសូមជម្រាបលាបាយបាយ